សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកមើលពីស្ថានភាពផ្លូវនៅក្នុងខេត្តបាត់ដំបងបន្ទាប់ពីមេឃភ្លៀងធ្លាក់ជាបន្តបន្ទាប់ដោយដែលអ្នកបានឃើញផ្លូវជាច្រើនកន្លែងមានទឹកដក់និងរណ្ដៅជាច្រើនសម្រាប់អ្នកជិះម៉ូតូឬរថយន្តតូចៗត្រូវបើកបរដោយប្រុងប្រយ័ត្នខ្លាំងព្រោះរណ្ដៅខ្លះលាក់នៅក្រោមទឹកមើលមិនសូវឃើញទេការធ្វើប្រហែលតែបន្តិចក៏អាចបណ្ដាលឲ្យដួលឬខូចយានយន្តបានដែរបន្ទាប់ពីមេឃភ្លៀងធ្លាក់អាកាសធាតុក៏ត្រជាក់ស្រួលជាងមុនហើយតាមដងផ្លូវយើងអាចឃើញអ្នកលក់ដូរចាប់ផ្ដើមរៀបចំតូបលក់ម្ហូបអាហារភេសជ្ជៈនិងអតិថិជនចេញមកទិញជាបន្តបន្ទាប់ទោះបីផ្លូវពិបាកធ្វើដំណើរខ្លះក៏ដោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតែបន្តទៅមុខជារៀងរាល់ថ្ងៃទោះជាយ៉ាងណាបញ្ហាផ្លូវខូចនិងទឹកដក់នៅតែកង្វល់សម្រាប់អ្នកធ្វើដំណើរជាពិសេសនៅពេលល្ងាចឬពេលមានពន្លឺមិនគ្រប់គ្រាន់ការមើលឃើញរណ្ដៅកាន់តែពិបាកដូច្នេះសូមបន្ថយល្បឿនរក្សាគម្លាតពីយានយន្តខាងមុខនិងពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវគ្រប់ពេលខេត្តបាត់ដំបងគឺជាខេត្តដ៏ស្រស់ស្អាតនិងជាតំបន់សេដ្ឋកិច្ចសំខាន់មួយទោះជារដូវវស្សាធ្វើឲ្យការធ្វើដំណើរពិបាកជាងមុនប៉ុន្តែទេសភាពក្រោយភ្លៀងវិញមានពណ៌បៃតងស្រស់ស្អាតនិងបរិយាកាសស្រស់ស្រាយដែលជាមន្តស្នេហ៍មួយរបស់ខេត្តនេះទន្ទឹមនឹងនេះបញ្ហាផ្លូវដែលខូចខាតក្នុងរដូវវស្សាគឺជាបញ្ហាដែលកើតចេញឡើងនៅតំបន់ខ្លះៗនិងធ្វើឲ្យការធ្វើដំណើរនឹងពិបាកជាចុងក្រោយខ្ញុំសូមផ្ដាំដល់បងប្អូនដែលធ្វើដំណើរក្នុងរដូវភ្លៀងសូមបើកបរដោយការប្រុងប្រយ័ត្នបន្ថយល្បឿនគោរពច្បាប់ចរាចរណ៍និងពិនិត្យស្ថានភាពផ្លូវឲ្យបានល្អមុនធ្វើដំណើរសុវត្ថិភាពគឺជាចំណុចសំខាន់ជាងគេទៅដល់ជីវិតរបស់មនុស្សយើងបើអ្នកចូលចិត្តវីដេអូនេះសូមកុំភ្លេច like និង share និង subscribe ដើម្បីគាំទ្រ channel ដើម្បីទទួលបានព័ត៌មានថ្មីៗពីក្នុងវីដេអូដែលនិយាយពីនៅក្នុងតំបន់ខេត្តបាត់ដំបងផ្សេងៗទៀតសូមអរគុណហើយជួបគ្នានៅវីដេអូបន្ទាប់